ត្រីកាហាជៀនណាបងប្អូនជៀនឲ្យស្រួយហើយយើងប្រឡាក់យកគ្រឿងតឡមបានហើយដើម្បីយើងញ៉ាំជាមួយនឹងបុកអំពិលខ្ចីអញ្ចេះហាអូយគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយរដូវធ្លាក់ខ្យល់អញ្ចេះផងបាយក្តៅញ៉ាំបាយអស់អត់ដឹងខ្លួនទេណាបងប្អូនមួយមុខនេះបងប្អូនមើលទៅសាមញ្ញណាតែដាំបាយអត់ប្រយ័ត្នដឹងតែខ្វះបាយណាពីព្រោះអីគឺថាឆ្ងាញ់ជាប់មាត់តែម្ដងញ៉ាំអត់ដឹងអស់បាយទេហើយសម្រាប់របៀបធ្វើវិញបុកអំពិលខ្ចីហើយនឹងត្រីជៀននេះអ្នកណាក៏ចេះធ្វើដែរបងប្អូនអើយគឺងាយខ្លាំងមែនតើហើយសម្រាប់ត្រីកាហានេះដែរបងប្អូនខ្លះគឺគាត់យកមកគាត់បំពងទាំងសកាទាំងអីអញ្ចឹងណាតែសម្រាប់ខ្ញុំគឺចាញ់ឆ្អឹងត្រីហ្នឹងបងប្អូនណាអញ្ចឹងខ្ញុំឲ្យគេសកាឲ្យស្អាតសិនទៅទើបខ្ញុំយកមកផ្ទះលាងឲ្យស្អាតហើយខ្ញុំយកមកអង្គន់បែបនេះបងប្អូនដើម្បីឲ្យដាច់ឆ្អឹងអស់ហើយខ្ញុំក៏អត់ជៀនសាបដែរព្រោះអីអត់ទៅចូលចិត្តឲ្យរសជាតិវាសាបទេចូលចិត្តឲ្យមានរសជាតិឡមណាអញ្ចឹងក៏ដាក់ម្សៅស៊ុបបន្តិចទៅហើយនឹងទឹកត្រីហ្នឹងគឺយើងប្រឡាក់ផ្អាប់ទុកមកស្ទុះសិនទៅចាំយើងយកទៅជៀនណាបងប្អូនហើយនិយាយទៅត្រីនេះហ่าបងប្អូនឯមួយហ្នឹងបាយ3ចានណាមើលទៅព្រោះអីនិយាយទៅឲ្យតែបានក្រៀមក្រោះអញ្ចឹងគឺនឹងចុះបាយតែម្ដងហ่าបងប្អូនអញ្ចឹងត្រីហ្នឹងមិនមែនថាជៀនទៅឆ្ងាញ់ទេណាបងប្អូនសូម្បីតែអាំងក៏ឆ្ងាញ់ដែរហ្នឹងគឺតាមចំណូលចិត្តទេតែបើខ្ញុំចូលចិត្តតែយកមកអង្គន់ហើយជៀនឲ្យស្រួយចឹងឯងហើយពេលដែលជៀនហ្នឹងគឺខ្ញុំដាក់ខ្លាញ់ឲ្យក្តៅសិនទៅណាបងប្អូនហើយមកសព្រាមិញតែបងប្អូនឃើញគឺខ្ញុំដាក់ម្សៅពោតបងប្អូនចង់ដាក់ម្សៅឆាក៏បានដែរការដាក់ហ្នឹងគឺមិនមែនខ្លាចជាប់ខ្ទះអីទេប៉ុន្តែយើងដាក់ទៅកុំឲ្យពេលដែលជៀនទៅវាផ្ទុះខ្លាញ់ទេបងប្អូនព្រោះអីបើសិនជាជៀនទៅអត់ដាក់ម្សៅអញ្ចឹងគឺភាគច្រើនគឺផ្ទុះខ្លាញ់តែម្ដងព្រោះអីត្រីនេះរៀងមានខ្លាញ់ដែរនៅត្រង់ពោះអញ្ចឹងខ្លាញ់ទល់នឹងខ្លាញ់គឺតែងតែផ្ទុះហើយអញ្ចឹងទៅខ្ញុំចូលចិត្តដាក់ម្សៅឆាឬក៏ម្សៅពោតបន្តិចអញ្ចឹងទៅដើម្បីកុំឲ្យផ្ទុះហ៎បងប្អូនងាកមកមើលគ្រឿងបុកអំពិលខ្ចីនេះវិញបងប្អូនអើយគឺសាមញ្ញផុតលេខតែម្ដងគឺគ្មានអីទេមានតែអំពិលខ្ចីហើយនឹងម្ទេសហើយនឹងខ្ទឹមសតែប៉ុណ្្នឹងឯងជីយើងចង់ដាក់ក៏បានអត់ក៏បានដែរហើយបើសិនដាក់ម្អមឬក៏អីហ្នឹងគឺតាមចំណូលចិត្តបងប្អូនអញ្ចឹងណាអញ្ចឹងខ្ញុំបុកអំពិលខ្ចីជាទូទៅខ្ញុំអត់ប្រើអំពិលធំអញ្ចឹងទេខ្ញុំប្រើក្តឹបអំពិលដែលតូចជាងហ្នឹងអត់ទាន់មានគ្រាប់ណាពីព្រោះបើសិនជាមានគ្រាប់ទៅវាអាចមានរសជាតិចាត់តិចប៉ុន្តែនេះតឹមតដាក់អាលីអញ្ចឹងទៅគ្រាប់មិនសូវជាចាស់អញ្ចឹងឲ្យខ្ញុំបុកទាំងគ្រាប់ហ្នឹងប៉ុន្តែក៏អត់ចាត់អីខ្លាំងដែរដោយសារតែអំពិលហ្នឹងគឺនៅរៀងខ្ចីដែរគ្រាន់តែថាបើជាទូទៅតែម្ដងគឺអត់ចង់ដាក់អំពិលដែលមានគ្រាប់ទេតែដោយសារតែថ្ងៃហ្នឹងរកអត់បានអញ្ចឹងក៏ដាក់អាហ្នឹងទៅតែអត់អីទេបងប្អូនគ្រាប់តឹមតដាក់អាលីអញ្ចឹងគឺរៀងចាត់តិចអញ្ចឹងវាមានរៀងជូរចាត់អញ្ចឹងទៅវាអត់សូវជូរខ្លាំងណាអញ្ចឹងហើយយើងបន្ថែមស្ករយើងបន្ថែមម្សៅស៊ុបប៊ីចេងហើយទឹកត្រីអីបន្តិចបន្តួចទៅគឺឆ្ងាញ់ហើយតែប៉ុណ្្នឹងមិនបាច់ថែមអីញ៉ៃច្រើនទេបងប្អូនអើយតែប៉ុណ្្នឹងគឺឆ្ងាញ់យកទៅណាមិនអស់ទេណាបងប្អូនតែប៉ុណ្នេះគឺរួចរាល់ហើយបងប្អូនអត់មានអីវែងឆ្ងាយទេគ្រាន់តែថាយើងចំណាយពេលយូរបន្តិចក្រងយើងបំពងត្រីអញ្ចឹងណាព្រោះយើងត្រូវឈរមើលឈរអីខ្លាចថាខ្លោចអីចឹងទៅអញ្ចឹងជាចុងក្រោយគឺបន្ថែមជីមកគ្រាន់តែលម្អទេបងប្អូនមិនបានដាក់ចូលទេគ្រាន់តែលម្អឲ្យស្អាតអញ្ចឹងទៅណាបងប្អូនហើយសម្រាប់អំពិលខ្ចីដែរបងប្អូនភ្លេចប្រាប់បងប្អូនខ្ញុំបុកដំបូងហ្នឹងគឺខ្ញុំបុកមួយអំបិលបងប្អូនគឺយើងបុកជាមួយអំបិលមុនអញ្ចឹងដើម្បីឲ្យសព្វជាមួយអំបិលទៅយើងរក្សាពណ៌អំបិលបុករបស់យើងហ្នឹងឲ្យនៅបៃតងស្រស់ស្អាតអញ្ចឹងបានយូរបងប្អូនហើយតែប៉ុណ្្នឹងគឺរួចរាល់ហើយគឺយើងអាចញ៉ាំបាយបានហើយបងប្អូនអើយកុំភ្លេចញ៉ាំណាកុំទុកយូរយើងជៀនភ្លាមយើងញ៉ាំក្តៅហ្នឹងបានឆ្ងាញ់ហើយឡើងស្រួយស្រេះតែម្ដងហើយឈ្ងុយទៀតបើសិនតែយើងទុកយូរបែកញើសបែកអីទៅវាលែងស្រួយលែងអីហើយទៅជាឆ្អាបទៅជាអីវិញអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងបើថាយើងធ្វើម្ហូបមួយមុខហ្នឹងគឺយើងត្រៀមមកហើយទៅចាំបើពេលចិត្តញ៉ាំបាយតែម្ដងចាំយើងជៀនហើយញ៉ាំតែម្ដងណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរម្ហូបនេះហ่าបងប្អូនអើយបើនិយាយពីរឿងសាមញ្ញគឺសាមញ្ញផុតលេខហើយបើរឿងពីចំណាយវិញក៏ចំណាយមិនច្រើនដែរគឺចំណាយតែមួយល្មមបើថាចំខែសបូរត្រីទៀតរត់តែចំណាយតិចអញ្ចឹងបងប្អូនបើសិនអត់ដឹងធ្វើអីញ៉ាំកុំភ្លេចធ្វើមួយមុខនឹងញ៉ាំណាបងប្អូន